សង្គ្រាមគឺជាទីលានទីកន្លែងដែលក្មេងៗយុវជនអត់ដែលស្គាល់គ្នាអត់ដែលស្អប់គ្នាតែស្លាប់គ្នាដោយសារអីដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ទុំដែលស្គាល់គ្នាហើយស្អប់គ្នាចឹងសម្រេចចិត្តបង្កើតសង្គ្រាមទៅតែអ្នកនយោបាយចាស់ហ្នឹងគាត់អត់ស្លាប់គ្នាទេគាត់បញ្ជូនក្មេងៗដែលមិនដែលស្គាល់គ្នាមិនដែលស្អប់គ្នាទៅស្លាប់គ្នានេះគឺជាធាតុពិតនៃសង្គ្រាមបាទបើយើងវាយនៅព្រំដែនទាហានខ្មែរទាហានថៃភាគច្រើនអត់ដែលស្គាល់គ្នាទេហើយមិនដែលស្អប់គ្នាផងជួនកាលចែកបាយទឹកគ្នាដើរល្បាតជាមួយគ្នាតែតែវាយគ្នាមានតែស្លាប់គ្នាការសម្រេចចិត្តកត្តានយោបាយធំនេះហើយដែលរាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាយើងប្រកាន់ជំហរខិតខំដោះស្រាយដោយសន្តិវិធីការពារមើងម៉ាត់អធិបតេយ្យភាពរបស់យើងប្រើប្រាស់ឲ្យអស់លទ្ធភាពនៅវិធានការច្បាប់និងវិធានការបច្ចេកទេសទាំងអស់ដើម្បីជៀសផុតនៅការកាប់សម្លាប់គ្នាដោយប្រចាំបាច់តែយើងនៅត្រៀមលក្ខណៈដើម្បីការពារទឹកដីរបស់យើងរួមទាំងមធ្យោបាយយោធាបើសិនជាមានការរំលោភបំពានបែបនោះ